ខ្ញុំលើកពីអ្នកម្នាក់ដែលគាត់មានកូនជាកុមារអូទីសឹមហើយកម្រិតនៃកុមារអូទីសឹមរបស់គាត់ហ្នឹងគឺធ្ងន់ខ្លាំងចាគាត់អត់មានភាសាសម្លេងរបស់គាត់ហ្នឹងគឺអត់មានទេគាត់មានវិបត្តិអាកប្បកិរិយាហើយគាត់អត់មានតំណែងសង្គម eye contact អីផ្សេងគឺគាត់មានតិចចាវិបត្តិអាកប្បកិរិយារបស់គាត់ហ្នឹងគឺគាត់វាយធ្វើបាបខ្លួនឯងចាពេលគាត់មេដោនម្ដងហ្នឹងគឺគាត់បោកខ្លួនយំបោកខ្លួនទៅកំរាលទៅនឹងអីតបចឹងទៅហើយគាត់តែងតែវាយក្បាលខ្លួនឯងចឹងទៅហើយគឺគាត់អាសាយំច្រើនចាហើយអ្វីដែលម៉ាក់គាត់ចង់បានឬក៏ម៉ាក់គាត់ចង់ឃើញកូនបានលទ្ធផលហ្នឹងគឺគាត់គិតតែអំពីរឿងរៀនរបស់កូនគាត់ទេគាត់ថាកូនគាត់អាយុ 5-6 ឆ្នាំហើយខ្លាចកូនគាត់រៀនអត់ទាន់គេឬក៏ទៅសាលារៀនអត់ទាន់គេលក្ខណៈថាអាយុគាត់ប៉ុណ្ណេះហើយឧទាហរណ៍5ឆ្នាំ6ឆ្នាំហើយអត់ទាន់បានចូលរៀនសាលាធម្មតាឬក៏អត់ទាន់មានថ្នាក់សម្រាប់គាត់ដូច6ឆ្នាំត្រូវរៀនថ្នាក់ទី1អីចឹងទៅគាត់បារម្ភរឿងខ្លាចកូនរៀនអត់ទាន់អាយុអត់ទាន់ពេលវេលាអីចឹងទៅចាការគិតអំពីកូនរៀនគឺជារឿងសំខាន់មួយហើយក៏ប៉ុន្តែដោយសារតែនៅពេលដែលបងគិតអំពីការរៀនខ្លាចកូនរៀនអត់ទាន់គេទៅថ្នាក់រៀនអត់ទាន់នឹងអាយុហ្នឹងគឺបងអត់ទាន់បានយល់អំពីកម្រិតនៃបញ្ហារបស់កូនទេទាំងដែលកូនក៏អត់មានភាសាចាភាសាតំណែងក៏អត់ភាសានិយាយម្នាក់ឯងក៏អត់មាននិយាយទៅគឺអត់មានភាសាចេះតែយំចេះតែអីចឹងទៅអាចមានភាសាដែរគឺភាសាមួយម៉ាត់អាម៉ាត់អីចឹងទៅឬក៏ភាសាដែលយើងស្ដាប់អត់យល់អីចឹងណាអញ្ចឹងបងអត់ទាន់យល់ពីកូនហើយកូនមានបាតុអាកប្បកិរិយាធ្ងន់ទៀតដូចខ្ញុំលើកចឹងគឺនៅពេលដែលគាត់ខឹងឬក៏គាត់អីមួយចឹងទៅគាត់បោកខ្លួនគាត់យំគាត់ស្រែកគេចឹងទៅចាហើយពេលដែលគាត់មែលដោនម្ដងហ្នឹងគឺគាត់វាយធ្វើបាបខ្លួនឯងវាយក្បាលខ្លួនឯងចាអញ្ចឹងខ្ញុំតបទៅម៉ាក់វិញដោយសារតែការគិតអំពីកូនរឿងរៀនដូចនេះខ្ញុំបញ្ជាក់ថាវាជាកត្តាមួយសំខាន់ហើយក៏ប៉ុន្តែការយល់អំពីកូនវាជាកត្តាសំខាន់ជាងចាអ្វីដែលសំខាន់សម្រាប់កុមារពិសេសឬក៏យើងហៅថាកុមារអូទីសឹមគឺតំណែងសង្គមចាការជួយខ្លួនឯងការអាចប្រស័យតាក់ទងភាសាបានឬក៏អាកប្បកិរិយាគាត់អាចល្អប្រសើរគឺជារឿងដែលសំខាន់ជាងរឿងដែលប៉ះម៉ាក់ទន្ទិញឲ្យកូនរៀនអត់តាន់គេអាយុប៉ុណ្ណេះហើយលើសអាយុហើយចាវាអត់សំខាន់ជាងអ្វីដែលកូនគាត់អាចជួយខ្លួនឯងបានចាអាចតំណែងភាសាសង្គមឆ្លងឆ្លើយឬក៏ភាសាសង្គមបានតំណែងសង្គមបានចាអាកប្បកិរិយាល្អលែងធ្វើបាបខ្លួនឯងបានហ្នឹងគឺវាជាកត្តាដែលយើងចាំបាច់ឬក៏យើងត្រូវជួយគាត់ល្អជាងពេលខ្លះគាត់អត់បានយកកូនមកបង្រៀនបែបពិសេសគាត់ព្យាយាមយកកូនទៅដាក់នៅសាលាធម្មតាឬក៏សាលារដ្ឋដើម្បីឲ្យកូនគាត់នឹងអាចចូលរៀនតាន់គេតាន់ថ្នាក់ចាតាន់អាយុរបស់គាត់អីចឹងទៅទាំងដែលកូនគាត់នៅមានបញ្ហានៅឡើយចាភាសាក៏អត់មានតំណែងខ្សែភ្នែកក៏អត់មានចាហើយគាត់មានវិបត្តិអាកប្បកិរិយាទៀតហើយប៉ាម៉ាក់នៅតែចង់បដោតរឿងរៀនអត់ទាន់គេវាអាចធ្វើឲ្យការជួយឬក៏ការជំរុញទៅដល់ការជួយរបស់កុមារគឺយឺតយ៉ាវចាគឺយឺតយ៉ាវទៅតាមអាយុរបស់គាត់ដែរដូចនេះខ្ញុំតែបញ្ជាក់អញ្ចឹងថាអាយុដែល5ឆ្នាំឡើងទៅចាប់ពី5ឆ្នាំឡើងទៅគឺកម្រិតនៃការវិវត្តឬក៏បញ្ហារបស់គាត់ហ្នឹងគឺកាន់តែទៅមុខហើយគឺកាន់តែចាស់ហើយអញនិយាយថាយើងពិបាកក្នុងការឆ្កឹះឬការជួយគាត់គឺយើងជួយបានក៏ប៉ុន្តែយើងត្រូវការប្រើពេលវេលាបើកុមារអាយុក្រោម5ឆ្នាំ2ខួប3ខួប4ខួបហ្នឹងគឺក្រោម5ឆ្នាំហ្នឹងគឺយើងជួយគាត់ឆាប់បានឃើញលទ្ធផលលឿនដោយសារបញ្ហាកម្រិតនៃបញ្ហារបស់គាត់ហ្នឹងគឺនៅខ្ចីយើងនិយាយចឹងថានៅខ្ចីនៅអាចដូចយើងនិយាយថាដំឡៃតនៅក្តៅចឹងបដៅកូនចៅតនៅក្មេងគឺវាអត់ខុសគ្នាពីការជួយកុមារពិសេសទេការវិវត្តរបស់គាត់នៅមានកម្រិតបញ្ហារបស់គាត់នៅទូចនៅខ្ចីចឹងទៅយើងជួយឆាប់បានផលលឿនចា៎ចាប់ពី5ឆ្នាំឡើងទៅយើងជួយបានដូចគ្នាក៏ប៉ុន្តែយើងអាចត្រូវការប្រើពេលវេលាយូរឬក៏ការជួយរបស់គាត់នីមួយៗហ្នឹងគឺ
យើងត្រូវការបដោតខ្លាំងត្រូវការបុកក្នុងការជួយខ្លាំងអីចឹងទៅអញ្ចឹងការយល់ឃើញរបស់ប៉ែម៉ាក់បែបហ្នឹងគឺធ្វើឲ្យរាំងស្ទះក្នុងការជួយកូនឲ្យអនុវត្តឬក៏វិវត្តទៅកាន់ភាពល្អប្រសើរចា៎អញ្ចឹងនាងខ្ញុំមានតែការឆ្លើយតបប៉ុណ្ណឹងសង្ឃឹមថាបងស្រីនឹងយល់អំពីការប្រៀបធៀបឬក៏ការបង្ហាញរបស់នាងខ្ញុំទៅកាន់បងបានចា៎សូមអរគុណ